วิธีសាស្ត្រមួយនេះឲ្យបងប្អូនចេះដាក់ candlestick ដោយខ្លួនឯងតោះអូខេសួស្តីទាំងអស់គ្នាឬក៏សួស្តីបងប្អូនដែលជា trader ទាំងអស់គ្នាវីដេអូនេះខ្ញុំចង់និយាយអំពីបងប្អូនខ្លះដែលគាត់ចង់ដូរ time frame មានន័យថាពី time frame មួយទៅ time frame មួយអញ្ចឹងខ្ញុំមានរូបមន្តមួយឬក៏ហៅថាជា indicator មួយដែលអាចឲ្យបងប្អូនមើល candlestick បាទអត់ចាំបាច់ដូរអត់ចាំបាច់ផ្លាស់ប្ដូរនីតិទេបាទអញ្ចឹងគឺវាលោតនៅលើអេក្រង់របស់យើងអញ្ចឹងចង់ដឹងថាវិធីសាស្ត្រហ្នឹងគេដាក់បែបណាខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអញ្ចឹងនៅពេលអ្នកទាំងអស់គ្នាtradeអ្នកទាំងអស់គ្នាត្រូវបដូរម៉ោងបដូរនីតិឬក៏ time frame ណាមួយដែលបងប្អូនត្រូវការដូរអញ្ចឹងឥឡូវនេះយើងអត់ចាំបាច់ត្រូវផ្លាស់ប្ដូរបន្ថែមអីទៀតទេគឺយើងនឹងដាក់ indicator នឹងមួយគឺយើងអាចមើលម៉ោងឬក៏មើលពេលវេលានៃអ្នកទាំងអស់គ្នា trade បានអញ្ចឹងចង់ដឹងថាវិធីសាស្ត្រហ្នឹងគេដាក់ដូចម្ដេចយើងនឹងទៅមើលវីដេអូទាំងអស់គ្នាអញ្ចឹងមុននឹងដល់វីដេអូបើបងប្អូនគិតថាវីដេអូនឹងមានប្រយោជន៍ជួយធ្វើការ like share ឬក៏ comment ឲ្យខ្ញុំម្នាក់មួយផងអញ្ចឹងយើងកុំចំណាយពេលយូរយើងទៅវីដេអូទាំងអស់គ្នាតោះសួស្តីបងប្អូនទាំងអស់គ្នាឥឡូវនេះបងប្អូនយើងអត់ចំណាយពេលយូរយើងមក trading view ទាំងអស់គ្នាអញ្ចឹងបងប្អូនដែលមាន trading view ជួយ download ម្នាក់មួយដើម្បីយើងប្រើប្រាស់អញ្ចឹងយើងជាដំបូងគឺយើងចូលមក trading view ហើយបងប្អូនទាំងអស់គ្នានឹងត្រូវធ្វើការដាក់ទៅលើ candlestick ឬក៏ចំនួន time frame ម៉ោងនៅលើនេះអញ្ចឹងមានន័យថាបងប្អូនទាំងអស់គ្នាអត់ចាំបាច់ផ្លាស់ប្ដូរបន្ថែមទៀតទេគឺយើងដាក់ម្ដងគឺយើងប្រើបានរហូតអញ្ចឹងជាដំបូងគឺបងប្អូនត្រូវតែមានយើងចង់ដាក់នៅលើមីសឬក៏នៅលើមួយណាក៏បានដែរអញ្ចឹង watch list របស់យើងគឺមាននៅខាងលើនេះអញ្ចឹងជាក់ស្ដែងគឺបងប្អូនទាំងអស់គ្នាត្រូវជាដំបូងគឺយើងចូលមកនេះកន្លែងនេះតតែកាលពីសប្តាហ៍មុនខ្ញុំធ្វើដូចគ្នាសញ្ញានេះហ៎ប៉ុន្តែនៅក្នុងនេះវាមានជាដាក់ជាសរអង់គ្លេសទេហើយយើងចុចចូលមកអញ្ចឹងពេលយើងចុចចូលមកហើយទៀតគឺយើងធ្វើការ search អញ្ចឹងមានន័យថាបងប្អូនទាំងអស់គ្នាគ្រាន់តែធ្វើការ search មកអញ្ចឹងបងប្អូនវាយពាក្យថា ICT នេះអញ្ចឹងបងប្អូនវាយពាក្យ ICT ETF candle អញ្ចឹងយកFeda នេះមកអញ្ចឹងបងប្អូនគ្រាន់តែធ្វើការ click ទៅលើវាមកអញ្ចឹងមានន័យថាបងប្អូនទាំងអស់គ្នានឹងទទួលបានរូបមន្តបែបនេះអញ្ចឹងដោយសារខ្ញុំបានដាក់ម្ដងហើយខ្ញុំសូមបិទវិញហើយខ្ញុំបិទអាចាស់ចោលសិនខ្ញុំនឹងធ្វើការ edit ឲ្យអ្នកទាំងអស់គ្នាមើលអញ្ចឹងបន្ទាប់ពីអ្នកទាំងអស់គ្នាចូលមកក្នុងរូបមន្តនេះហើយអ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាត្រូវធ្វើការ edit អញ្ចឹងអ្នកទាំងអស់គ្នា edit បែបណាគឺបងប្អូនទាំងអស់គ្នាគឺចូលមក candlestick ធម្មតាយើងគ្រាន់តែចុចលើវាមកព្រោះសារទៀនទាំងអស់នេះគឺវាមានចំនួនច្រើនពេកអញ្ចឹងយើងចង់កាត់បន្ថយចំនួនអញ្ចឹងបងប្អូនទាំងអស់គ្នាចុចមក setting នេះមកហើយបន្តមកទៀតclose open price គឺអ្នកទាំងអស់គ្នាវាមានម៉ោងហើយនឹងចំនួននីតិឲ្យយើងអញ្ចឹងកន្លែងនេះបើសិនជាយើងចង់បានទៀនត្រឹមតែ2 3ទៀនយើងគ្រាន់តែចុចធ្វើការ delete ហើយយើងដាក់3អីមកអញ្ចឹងក្នុងការដាក់ហ្នឹងគឺបងប្អូនអាចដូរតាមចិត្តបងប្អូនដាក់3ដាក់4អីក៏បានដែរអញ្ចឹងសម្រាប់ខ្ញុំគឺខ្ញុំប្រើតែ3 candle ទេហើយcandle ផ្សេងៗគឺខ្ញុំប្រើប្រាស់3ហើយចំនួនមួយថ្ងៃខ្ញុំប្រើប្រាស់2អញ្ចឹងបងប្អូនចង់ដាក់ប្រហែលបងប្អូនសិក្សាឲ្យដាក់ខ្លួនឯងមកស្វែងយល់តិចៗមកយើងអាចធ្វើបានហើយនៅក្នុងកន្លែងនេះគឺ custom price open គឺយើងត្រូវតែបើកហើយនៅក្នុងនេះវាមានរូបមន្តបន្ថែមទៀតបាទ trend line open price យើងចង់បើកក៏បានហើយខ្ញុំប្រើបើកទាំងអស់រសារអីវាល្អយើងនឹងអាចដឹងទិសដៅបាទរបស់មាសអញ្ចឹងយើងគ្រាន់តែចុចបែបហ្នឹងមកវានឹងចេញឲ្យយើងហើយអញ្ចឹងបន្ទាប់ពីយើងបានធ្វើការកែសម្រួលហើយគឺអត់នៅក្នុងនេះតម្លៃមួយគឺវាបានដាក់នៅលើហ្នឹងហ្មងអញ្ចឹងតម្លៃយើងអត់បាច់ចាំទៅដូរទៀនអីច្រើនទេឥឡូវខ្ញុំសូមធ្វើការដូរ candle 5នាទីសិនអញ្ចឹងនៅពេលខ្ញុំបដូរ candle 5នាទីទៀនដែលយើងនៅពីក្រោយ candle 5នាទីមាន30នាទីមានអីចឹងវានឹងលោតនៅលើហ្នឹងហ្មងអញ្ចឹងខ្ញុំនឹងស៊ូមឲ្យបងប្អូនមើលអញ្ចឹងវាមានភាពងាយស្រួលមែនទែនក្នុងបងប្អូនយើងដែលអាចមិនចាំបាច់ប្រូ candle ឬក៏ដូរនាទីទៀតយើងដាក់តែមួយយើងអាចមើលបានបងប្អូនអញ្ចឹងណាអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងហើយបងប្អូនដែលឆ្ងល់អាច comment សួរនៅខាងលើបានបាយបាយ